សាច់រឿងរបស់យើងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះកាត់ទៅមើលកំពូលភ្នំមួយកន្លែងក៏បានឃើញអំពីស្រីស្អាតម្នាក់ជាមួយនឹងបុរសសង្ហាម្នាក់កំពុងតែប្រយុទ្ធគ្នាជាមួយនឹងសត្វបិសាចមួយនៅពេលដែលនាងសម្រុកចូលទៅនោះក៏ត្រូវបានវាទប់ទល់បានយ៉ាងងាយហើយក៏បានដាក់ទៅលើនាងមួយដៃវិញដែលធ្វើនាងក៏បានក្អួតចេញដោយឈាមស្រោចយ៉ាងច្រើនហើយក៏ត្រូវបានប៉ើងយ៉ាងឆ្ងាយផងដែរបន្ទាប់មកទៀតនាងក៏បាននិយាយទៅកាន់ប្រុសស្អាតម្នាក់ទៀតឲ្យពន្យាពេលបាសត្វបិសាចនឹងឲ្យនាងពី3នាទីប៉ុន្តែយ៉ាងណាមិញចំពោះសត្វបិសាចនឹងវាក៏នៅតែបន្តទះទ្រូងបញ្ចេញសម្រែកក្រហមរបស់វាហើយក៏សម្រុកចូលទៅហើយគណៈដែលប្រុសស្អាតរបស់យើងនឹងគឺពិតជាភ័យខ្លាំងមែនទែនដូច្នោះហើយគឺមិនបានស្ដាប់ពាក្យសម្ដីរបស់ស្រីស្អាតនឹងទេគណៈដែលគេក៏បានរត់ចាក់ចេញអំពីទីនេះយ៉ាងលឿនដែរដែលធ្វើនាងគឺពិតជាខឹងហើយក៏បាននិយាយថាគេគឺពិតជាមនុស្សកំសាក្នុងពេលនោះសត្វបិសាចនឹងវាក៏បានបន្តសម្រុកចូលមករកនាងក៏ព្យាយាមប្រើប្រាស់កម្លាំងដើម្បីទប់ទល់ផងដែរប៉ុន្តែយ៉ាងណាមិញវាមិនគ្រប់គ្រាន់នោះទេហើយវាក៏នៅតែបន្តសម្រុកចូលទៅរកនាងទៀតដែលធ្វើនាងក៏បាននិយាយថាច្បាស់ណាស់ជីវិតរបស់នាងនៅពេលនេះគឺដល់ពេលដែលត្រូវបញ្ចប់ហើយដូច្នោះហើយគឺបានត្រឹមតែបិទភ្នែកទទួលយកនៅសេចក្តីស្លាប់ប៉ុន្តែស្របគ្នាក៏ស្រាប់តែអ្នកក្លាហានជួយសង្គ្រោះស្រីស្អាតគឺបានលេចឡើងមកហើយក៏បានដាក់ទៅលើវាមួយជើងដែលធ្វើវាក៏ត្រូវបានប៉ើងឡើងឆ្ងាយប៉ុន្តែវាក៏នៅតែក្រោកឡើងនិងក៏បានរត់សម្រុកចូលទៅរកឈីណានវិញឈីណានក៏បានប្រើប្រាស់នៅដៃខាងស្ដាំរបស់ព្រះសង្គ្រាមហើយក៏បានដាក់ទៅលើវាមួយដៃទៅបើទោះបីជាស្រីស្អាតនោះគឺចង់ខាត់ក៏ដោយក៏ខាត់មិនទាន់ដែរហើយរូបរាងរបស់វានៅទីបំផុតក៏បានរលាយបាត់ទៅឈីណានក៏បានសួរថាតើស្នូលបិសាចរបស់វាគឺពិតជាត្រូវបានគាត់បំផ្លាញចោលដែរមែនទេដូច្នោះគឺបានត្រឹមតែរត់ទៅមើលសាកសពដែលបានរលាយចំណែកស្រីស្អាតនោះនាងក៏បានទៅបេះផ្លែឈើដែលវាគឺមានឈ្មោះថាផ្លែឈើស្វាវិញ្ញាណស្របពេលដែលនាងក៏មានការងើយឆ្ងល់ដែរហេតុអ្វីបានជាឈីណានមិនចាប់អារម្មណ៍ជាមួយនឹងផ្លែឈើទាំងអស់នេះទៅវិញឬមួយក៏គេគឺជាមនុស្សដែលទើបតែឡើងមកអំពីអាណាចក្រខាងក្រោមចំណែកឈីណានបន្ទាប់ពីគាត់ទទួលបានស្នូលសត្វបិសាចនឹងហើយគាត់ក៏បានធ្វើដំណើរចាក់ចេញទៅប៉ុន្តែស្រីស្អាតនឹងក៏ស្រាប់តែបានខាត់គាត់ហើយក៏បាននិយាយទៅកាន់គាត់ទៀតថាចំពោះផ្លែឈើស្វាវិញ្ញាណនេះប្រសិនបើប្រៀបធៀបជាមួយនឹងស្នូលសត្វបិសាចវិញវាគឺមានតម្លៃជាងដោយសារតែអំណាចធម្មពលនៃផ្លែឈើនឹងវាគឺអាចជួយបង្កើនកម្លាំងរបស់ឈីណានបានដូច្នោះវាគឺជាកំណប់ទ្រព្យដែលមានតម្លៃជាងហើយឈីណានគាត់ក៏បានទទួលយកទៅនាងក៏នៅតែនិយាយអរគុណទៅកាន់ឈីណានផងដែរដែលឈីណានគឺបានជួយសង្គ្រោះជីវិតរបស់នាងដូច្នោះហើយនាងមិនដឹងថាគួរតែតបស្នងសងគុណទៅកាន់ឈីណានវិញដោយរបៀបណានោះទេឈីណានបន្ទាប់ពីលើកហើយក៏សួរតបទៅវិញថាដូច្នោះនាងបានប្រយុទ្ធគ្នាជាមួយនឹងសត្វស្វាបិសាចនឹងគ្រាន់តែចង់បាននៅផ្លែឈើស្វាវិញ្ញាណនេះមែនដែរឬអត់ចំណែកនាងក៏បានបន្តងក់ក្បាលទៅហើយក៏ឆ្លើយតបមកវិញថាចំពោះផ្លែឈើនេះបាននិយាយទៅវាគឺពិតជាមានសារៈសំខាន់ចំពោះនាងខ្លាំងមែនទែនប៉ុន្តែយ៉ាងណាមិញដោយសារតែឈីណានគឺបានជួយសង្គ្រោះនាងគឺបានត្រឹមតែផ្ដល់វាទៅឲ្យឈីណានហើយក៏ប្រាប់ថាប្រសិនបើពិតជាអាចនោះនាងគឺពិតជាចង់ចែករំលែកឬមួយក៏ចង់ទិញវាអំពីឈីណានអញ្ចឹងណាដែលធ្វើឈីណានបានលឺហើយគាត់គឺបានត្រឹមតែគិតនៅក្នុងចិត្តបន្តិចកាលសម្បើមក្រោយមកទៀតនាងក៏បានប្រើប្រាស់នៅថ្មធាតុមួយគឺដើម្បីសុំទិញផ្លែឈើទាំងអស់ហ្នឹងអំពីឈីណានស្របពេលដែលឈីណានគាត់ក៏បានគិតផងដែរថាតើនៅក្នុងអាណាចក្រខាងលើពួកគេប្រើប្រាស់ថ្មធាតុនេះគឺដើម្បីធ្វើជារូបិយប័ណ្ណនៅក្នុងការដោះដូរឬមួយក៏ទិញទំនិញមែនដែរឬអត់ដូច្នោះបន្ទាប់ពីគាត់គិតហើយក៏បានយល់ព្រមជាមួយនឹងនាងទៅហើយគាត់ក៏បានទទួលយកនិងក៏បានប្រគល់នៅផ្លែឈើចំនួន4ទៅឲ្យនាងផងដែរចំណែកស្រីស្អាតបន្ទាប់ពីនាងទទួលបានហើយក៏មករឹងចាំយូរដែរហើយនាងក៏ចាប់ផ្ដើមដាក់គូតអង្គុយនិងក៏ចាប់ផ្ដើមធ្វើការស្រូបយកនៅធម្មពលនៃផ្លែឈើនេះតែម្ដងដែលយើងក៏ឃើញថាធម្មពលមួយចំនួនក៏ចាប់ផ្ដើមផ្សាយភាយជុំវិញរាងកាយរបស់នាងឈីណានបន្ទាប់ពីគាត់បានឃើញហើយក៏បានឧទានឡើងបន្តិចដែរថាវាគឺពិតជាល្អដោយសារតែក្មេងស្រីម្នាក់នឹងនាងគឺតែងតែមានការប្រុងប្រយ័ត្នគ្រប់ពេលដូច្នោះគាត់ក៏បាននិយាយថាវាគឺពិតជាគួរឲ្យចាប់អារម្មណ៍ដែរបន្ទាប់មកទៀតឈីណានគាត់ក៏ចាប់ផ្ដើមដាក់គូតអង្គុយហើយគាត់ក៏ចាប់ផ្ដើមបន្តធ្វើការស្រូបយកនៅធម្មពលនៃផ្លែឈើស្វាវិញ្ញាណនេះតែម្ដងទៅបន្តិចក្រោយមកនៅពេលដែលនាងគឺបានបញ្ចប់នៅការស្រូបយកធម្មពលនេះហើយនាងក៏បាននិយាយឡើងទៀតថាចំពោះឈីណានគាត់គឺនៅក្មេងនោះទេប៉ុន្តែបើនិយាយអំពីកម្លាំងវិញគឺពិតជាខ្លាំងដូច្នោះហើយគាត់គឺអាចធ្វើអ្វីដែលគាត់ចង់ធ្វើបានប៉ុន្តែចំពោះនាងវិញក្នុងពេលនោះនាងក៏បានបន្តសម្លឹងមើលទៅការរាងកាយរបស់ឈីណានដែលពោពេញទៅដោយធម្មពលហើយជាមួយនឹងកម្លាំងដែលបានសាយភាយក៏ធ្វើនាងគឺត្រូវបានប៉ើងយ៉ាងឆ្ងាយផងដែរនាងក៏នៅតែព្យាយាមក្រោកឡើងហើយក៏បានបន្តសម្លឹងមើលទៅការរាងកាយរបស់ឈីណានដែលពោពេញទៅដោយធម្មពលហើយនាងក៏បាននិយាយថាជាមួយនឹងសម្ពាធធម្មពលដែលឈីណានបានបញ្ចេញការពីពេលមុនហ្នឹងគឺស្ទើរតែអាចប្រៀបធៀបជាមួយនឹងអ្នកកម្រិតវូសងបានហើយវាគួរតែជាកម្រិតទី4ហើយដូច្នោះក៏បាននិយាយថាវាពិតជាខ្លាំងហើយប្រសិនបើនាងគឺអាចធ្វើការវឹកហាត់ជាមួយនឹងឈីណានបានវាគឺពិតជារឿងមួយដែលល្អខ្លាំងមែនទែនស្របពេលដែលឈីណានវិញក៏បានឃើញថាកម្លាំងរបស់គាត់នៅពេលនេះគឺរៀបនឹងទម្លាយកម្រិតរួចទៅហើយស្របពេលដែលគាត់ក៏បានបន្តដើរចូលទៅរកស្រីស្អាតហ្នឹងនិងក៏បានសុំទោសទៅកាន់នាងផងដែរហើយក៏បានទាញនាងឲ្យក្រោកឡើងចំណែកស្រីស្អាតវិញគឺពោពេញទៅដោយស្នាមញញឹមសរសើរឈីណានថាពិតជាអស្ចារ្យខ្លាំងមែនទែនតែគាត់គឺធ្វើដូចម្ដេចខ្លះបានជាខ្លាំងយ៉ាងនេះតើគ្រូរបស់គាត់គឺជានរណាហើយឆ្នាំនេះគឺមានអាយុប៉ុន្មានហើយឈីណានក៏តបទៅវិញថាមិនទាន់គ្រប់អាយុនោះទេនាងក៏តបមកវិញថាបើអញ្ចឹងគឺប្អូននាងហើយប៉ុន្តែវាមិនសំខាន់នោះទេសួរថាតើពួកយើងគឺអាចនៅជាមួយនឹងគ្នាបានដែរឬអត់ឈីណាន
ដែលជាប្រស្មាម្នាក់បន្ទាប់ពីលើពាក្យសម្ដីនេះហើយហាក់បីដូចជាចង់ខ្លាចដូច្នោះហើយគាត់ក៏ចង់ព្យាយាមចាក់ចេញប៉ុន្តែនាងក៏នៅតែព្យាយាមតាមគាត់ក៏ចង់រត់ក៏ត្រូវនាងចាប់ជើងជាប់ទៀតជាមួយនោះនាងក៏ចាប់ផ្ដើមក្រោកឡើងពោពេញទៅដោយអំណាចធម្មពលដែលបានសាយភាយចេញអំពីរាងកាយពាក្យសម្ដីដែលបាននិយាយទៅក៏ហាក់បីដូចជារាងកាយបន្តិចដែរសួរហើយហេតុអ្វីបានជាឈីណានគឺចង់រត់ចាក់ចេញឬមួយក៏គ្រឹះធម្មពលរបស់នាងវាគឺអន់ខ្លាំងពេកចំណែកឈីណានក៏បានបន្តសម្លឹងមើលទៅកាន់ភ្នំរបស់គេហើយក៏មិនដឹងថាគិតអីនៅក្នុងចិត្តដែរនៅពេលដែលគាត់ក៏បានបិទភ្នែកហើយក៏បាននិយាយថាគាត់ឈីណានគឺមិនឃើញអ្វីទាំងអស់ហើយក៏មិនដឹងមិនលឺអ្វីដែរស្របពេលដែលនាងក៏នៅតែបន្តដើរចូលទៅឈីណានគាត់ក៏បាននិយាយថាបាននិយាយអំពីគ្រឹះធម្មពលរបស់នាងគឺមិនអត់នោះទេហើយវាគឺពិតជាល្អខ្លាំងណាស់បន្ទាប់ពីលើពាក្យសម្ដីនេះហើយនាងក៏បានតបទៅវិញទាំងស្នាមញញឹមដែរតែឈីណានគឺបានយល់ព្រមជាមួយនឹងនាងដោយយកនាងធ្វើជាកូនសិស្សហើយមែនដែរឬអត់ដូច្នោះហើយគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនថែមទាំងត្រូវបានឈីណាននឹងគឺសរសើរអំពីគ្រឹះធម្មពលរបស់នាងទៀតដែលធ្វើឈីណាននៅពេលនេះហាក់បីដូចជាដាច់ផ្ងាតែម្ដងសាច់រឿងបន្តរបស់យើងកាត់មកមើលខាងនេះវិញបរិមម្នាក់ដែលជាមេគ្រួសារហ្វានដែលមានឈ្មោះថាហ្វានហៅក៏បាននិយាយថាដំណឹងដែលពួកយើងទទួលបានគឺជាក្មេងប្រុសម្នាក់ដែលមើលអំពីអាណាចក្រខាងក្រោមនោះមែនទេព្រឹទ្ធាចារ្យម្នាក់ក៏តបទៅវិញថាម្ចាស់គ្រួសារអាចកំបាំងរបស់ក្មេងប្រុសម្នាក់នេះវាគឺពិតជាមានសារៈសំខាន់សម្រាប់គ្រួសាររបស់យើងខ្លាំងមែនទែនហើយគាត់គឺរៀបនឹងបន្តទៀតទៅហើយម្ចាស់គ្រួសារហ្វានក៏ប្រាប់ទៅកាន់គាត់ថាប៉ុណ្ណឹងបានហើយរឿងនេះចាំពិភាក្សាគ្នានៅថ្ងៃក្រោយទៅចោះហើយក៏ឲ្យតាចារ្យនឹងគឺថាចាក់ចេញទៅវិញទៅបន្ទាប់ពីលើពាក្យសម្ដីនេះហើយព្រឹទ្ធាចារ្យនឹងក៏មិនហ៊ានប្រឆាំងដែរហើយគាត់ក៏បានធ្វើដំណើរចាក់ចេញពីទីនេះបានទៅដោយឡែកចំពោះម្ចាស់គ្រួសារហ្វានដែលជាហ្វានហៅនឹងគាត់ក៏នៅតែគិតទៀតថាចំពោះអាចកំបាំងមួយនេះសម្បីតែកម្ពុជាភ្នំវិនតែនឹងក៏ចង់បានផងដែរកំពុងតែគិតនៅក្នុងចិត្តសម្លេងពីខាងក្រៅក៏បានបន្លឺឡើងថាមានរឿងមិនល្អគឺបានកើតឡើងហើយយើងក៏បានឃើញអំពីបុរសម្នាក់រត់ទាំងតក់កុហលមកពីខាងក្រៅផងដែរហើយគាត់ក៏បានចូលទៅខាងក្រោមយ៉ាងលឿនដូចគ្នាសួរថាតើមានរឿងអ្វីកើតឡើងទៅគេក៏បានប្រាប់ទៀតថាចំពោះសិស្សប្អូនបាទស៊ីនយូនឹងគឺត្រូវបានស្ដេចបិសាចស្វានោះគឺវាប្រហារទៅលើនាងដែលធ្វើតាចារ្យនឹងក៏បានតបទៅវិញភ្លាមៗថាតើគេបាននិយាយអ្វី